រៀនកាត់រូបជា 4x6 ដោយចុចទៅលើ F2 ទី1ចុចទៅលើក្របហើយដាក់ទទឹង 3.4 សង់ទីម៉ែត្រដាក់កម្ពស់ 4.5 សង់ទីម៉ែត្រresolution 800យកក្រដាសថ្មីមួយ Ctrl N នៅកន្លែង pixel នេះបដូរវាឲ្យទៅជាសង់ទីម៉ែត្រនៅកន្លែងទទឹងដាក់15នៅកន្លែងកម្ពស់ដាក់10នៅកន្លែង resolution ប្រើ300 color mode RGB ផ្ទៃរបស់ក្រដាសគឺពណ៌សបើចុចទៅឃើញមានផ្ទៃពណ៌ខ្មៅមាន transparent ទំហំ C10 មេ5មេចុច OK ទាញរូបយើងចេញមកហើយចុចក្របមកលើរូបថតកន្លែងមកចាប់ដាក់ឲ្យស្មើចុច Enter ចុចលើ Move to ចាប់រូបថតដាក់ផ្ទៃពណ៌សនេះចុចខ្វែងនេះចោលចុចទៅលើ Window យក Action ហើយចុចដកផ្ទាស់នៅកន្លែង Action នេះទាំងអស់ចុចសញ្ញាព្រួយមួយដាំក្បាលចុះមកក្រោមនេះចុចទៅលើ New Action បន្តមកទៀតទៅសេ name វាដាក់ 4x6 ហើយ function key វាយើងយក F2 ចុច record បន្តមកទៀតលាក់សិនអាខាងឆ្វេងមកខាងឆ្វេងជាប់អូទៀតមកចុច C ឲ្យជាប់ចុចលើ layer 1 នេះអាខាងឆ្វេងឲ្យជាប់មកខាងឆ្វេងអូចុះមកចុចបង្ហាញ action ចុច stop action សៀវរូបនេះទុកសិនតែប៉ុណ្ណេះយើងចង់ធ្វើពេលក្រោយយើងគ្រាន់តែចុចទៅលើ F2 ទៅបានហើយឥឡូវយើងសាកលុបឲ្យអស់សិនណាហើយយើងយករូបថ្មីយកមកដាក់មក Ctrl O ឥឡូវចូលទៅកាន់ក្របអានេះដូចដើមអានេះដូចដើមអានេះដូចដើមចាំកាត់លើរូបមកចុច Enter ហើយចាប់ដាក់មកនេះយើងខ្វែងចោលបានចុចទៅលើ F2 នៅពេលនេះវានឹងបាន load មកដោយស្វ័យប្រវត្តិបែបនេះទោះបីយើងបិទកម្មវិធីនឹងក៏ដោយក៏វានៅតែចេញមកចឹងដែរឥឡូវយើងលាក់ Action របស់យើងហើយយើងចុចបិទកម្មវិធី Photoshop ហើយយើងយកក្រដាសថ្មីមួយមកយករូបថតថ្មីមួយទៀតចុចលើក្របកាត់លើរូបរបស់យើងមកចុច Enter ដាក់មកខ្វែងចោលទៅដាក់នេះមកចុចលើ F2 យើងធ្វើមួយទៀតមិនបាច់ចុច F2 ទេសាសម៉ៃលុបចេញសានេះមិនបាច់ចុច F2 ទេណាសានោះអត់ចុចទេ Ctrl O យករូបភាពមួយទៀតដាក់មកកាត់មកចាប់ដាក់មកអានេះបាត់ចោលចុចបង្ហាញ action មក
nè 4x6 nèឃើញហ៎ចុចដូចនេះមកដល់ពេលនេះវាចេញហើយឃើញណាអូខេតោះណាចឹងហ្នឹងហើយបន្តនេះបិទកម្មវិធីហ្មង